แต่ดังแท้ไตรនៅពេលដែលយើងផ្លះវាយកឆ្អឹងឲ្យស្អាតចឹងមកហើយយើងយកវាមកប្រឡាក់ជាមួយនឹងម្សៅបំពងរួចយកវាទៅបំពងវាឆាប់ឆ្អិនជាងហើយឆ្ងាញ់ស្រួយជាងត្រីដែលយើងបំពងទាំងមូលមករដងបំពងទាំងមូលវារៀងយូរថ្ងៃហ្នឹងខ្ញុំកើតកំណត់ចង់ធ្វើត្រីបំពងប៉ុន្តែអត់ចង់មានឆ្អឹងទេអញ្ចឹងខ្ញុំឲ្យអ្នកលក់ផ្លះឆ្អឹងចេញពីផ្សារហើយមកដល់ខ្ញុំគ្រាន់តែលាងសម្អាតវាស្អាតហើយកន់រួចយកមកប្រឡាក់ម្សៅបំពងតែប៉ុណ្្នឹងគឺហើយខ្ញុំយកវាទៅបំពងម្ហូបខ្ញុំថ្ងៃហ្នឹងដែរខ្ញុំបែងចែកជា2មួយខ្ញុំបំពងត្រីហ្នឹងញ៉ាំជាមួយទឹកត្រីស្វាយយើងធម្មតាទេប៉ុន្តែមួយទៀតខ្ញុំយកទៅធ្វើញ៉ាំជាមួយនឹងទឹកត្រីអំពិលទុំលាយជាមួយនឹងប៉េងប៉ោះទុំអាហ្នឹងគេហៅទឹកត្រីជូអែមហ្នឹងថ្ងៃឆ្លៀតពេលដែលខ្ញុំបំពងត្រីទុកចោលហ្នឹងខ្ញុំមកធ្វើទឹកត្រីអំពិលទុំជាមួយនឹងប៉េងប៉ោះហ្នឹងសិនអីច្រើនទេគ្រឿងគេមានតែមើមខ្ទឹមស្លឹកខ្ទឹមឯងហើយនឹងប៉េងប៉ោះហើយជាមួយនឹងខ្ទឹមសដំបូងគឺខ្ញុំឆាជាមួយស្ករហ្នឹងឲ្យវាលាយសិនបន្ទាប់មកខ្ញុំដាក់ប៉េងប៉ោះចូលខ្ទឹមសបន្ទាប់មកទៀតខ្ញុំចាក់ទឹកអំពិលទុំដែលខ្ញុំលាយមិញហ្នឹងហើយថែមទឹកត្រីមួយស្លាបព្រាហើយជាមួយនឹងប៊ីចេងដែរបងប្អូនធ្វើឲ្យទឹកត្រីហ្នឹងគឺត្រីយើងឆ្អិនល្មមហើយត្រីហ្នឹងគឺឈ្ងុយមែនតើនៅពេលដែលយើងបំពងជាមួយនឹងម្សៅវាស្រួយល្អហើយអាទឹកត្រីបំផុតទៅខ្ញុំឆាមិញហ្នឹងគឺយកមកចាក់ចូលទៀតនេះគឺទឹកត្រីស្វាយបងប្អូនបើចង់ផ្លាយសាកធ្វើអញ្ចឹងម្ដងខ្ញុំទៅនិយាយឲ្យថាសាច់ត្រីគឺឆ្ងាញ់ហើយស្រួយមែនតើ